វីដេអូនេះគឺជាវីដេអូបន្តពីសកម្មភាពដែលយើងលើកទ្រូកង្កែបពេលព្រឹកព្រលឹមប្រហៀមបាទតាំងពីងងឹតរហូតដល់ភ្លឺបន្ទាប់ពីយើងលើកទ្រូកង្កែបហើយយើងក៏បានធ្វើដំណើរទៅលើកទ្រូប្រុស100ម្ដងបងប្អូនណាហើយយើងលើកនៅខាងក្រោយផ្ទះដូចគ្នាហើយទ្រូដែលយើងនឹងទៅលើកនេះគឺមានចំនួន3ទ្រូផងដែរហើយឈ្មោះទ្រូប្រុស100ហ្នឹងគ្រាន់តែជាឈ្មោះរបស់ទ្រូទេបងប្អូនណាតាមពិតជាក់ស្ដែងទ្រូហ្នឹងគឺมันមានប្រុសដល់ទៅ100នោះទេគឺប្រុសមានយ៉ាងច្រើនតែ10ប្រុសតែប៉ុណ្ណោះបាទហើយយើងឆ្លៀតផ្សាយពាណិជ្ជកម្មបន្តិចទៅដែលបើសិនជាបងប្អូនចង់បានទ្រូប្រុស100បាទអាចកំងទៅតាមទំហំទៅតាមប្រវែងជាក់ស្ដែងបាទនៅផ្ទះជាងឃ្លីស្ពានក្រងបាទហើយតម្លៃយើងអាចចរចាតម្លៃជាក់ស្ដែងអញ្ចឹងបងប្អូននៅក្នុងស្រុកស្ទងឬក៏ក្នុងបណ្ដាខេត្តផ្សេងៗបើសិនតែចង់បានទ្រូបាទដើម្បីដាក់យកត្រីបាទនៅក្បែរផ្ទះធ្វើជាម្ហូបអាហារដោយមិនចាំបាច់បាទចំណាយប្រាក់ច្រើនទៅទិញផ្សារជារៀងរាល់ថ្ងៃយើងអាចបាទកំងទ្រូពីជាងឃ្លីដើម្បីធ្វើការដាក់នៅតាមបាទវាលស្រែនៅក្បែរផ្ទះបាទហើយឥឡូវនេះយើងបន្តមកវីដេអូយើងវិញបាទយើងឃើញថាបាទទឹកនៅខាងក្រោយផ្ទះហ្នឹងគឺមានសភាពកើនឡើងជាលំដាប់ដោយសារមួយរយៈនេះគឺភ្លៀងធ្លាក់ខ្លាំងហើយកម្ពស់ទឹកក៏កើនឡើងផងដែរការប្រយុទ្ធមិញហ្នឹងក៏ភ្លៀងខ្លាំងផងដែរហើយយើងសង្ឃឹមថាព្រឹកនេះយើងនឹងទទួលបានត្រីច្រើនផងដែរហើយត្រីដែលយើងលើកកាលពីមុនគឺសម្បូរទៅដោយត្រីកញ្ចុះបាទធំមែនទែនហើយមានពងផងដែរបន្ទាប់ពីយើងប្រមូលត្រីក្នុងទ្រូទី1យើងឃើញថាมันសូវជាបានត្រីប្រមាណទេដោយសារជាក់ស្ដែងគឺទ្រូរហែកបាទដោយសារទ្រូហ្នឹងគឺចូលក្តាមអញ្ចឹងកាលណាដែលចូលក្តាមគឺវាប្រើដង្កៀបបាទកាត់សាច់ទ្រូរបស់យើងរហែកអញ្ចឹងធ្វើឲ្យត្រីចេញស្ទើរតែអស់ទៅហើយរីឯទ្រូទី2របស់យើងគឺយើងឃើញថាទទួលបានត្រីកញ្ចុះបាទចំនួនជាង10ក្បាលដែរបងប្អូនណាហើយនឹងប្រភេទត្រីផ្សេងព្រមទាំងក្តាមបាទឃើញថាទ្រូនេះគឺវានៅសភាពល្អមិនមានការធ្លុះធ្លាយទេអញ្ចឹងបាទចូលត្រីគួរសមផងដែរហើយយើងនឹងបន្តទៅលើកទ្រូមួយទៀតបាទជាទ្រូដែលសាច់ល្អិតមែនតើទ្រូហ្នឹងគឺយើងអាចដាក់យកបានកំពឹសនិងប្រភេទត្រីចង្វាផងដែរហើយនៅរដូវវស្សាទឹកឡើងអញ្ចឹងគឺបងប្អូនអ្នកដែលគាត់នេសាទនៅលើបឹងទន្លេសាបគឺគាត់ធ្វើដំណើរតាមប្រឡាយដែលយើងដើរហ្នឹងបាទបើកកណូតបាទចុះទៅចម្ងាយប្រហែលជាខ្ទង់បាទ10គីឡូគឺនឹងទៅដល់លើបឹងទន្លេសាបតែម្ដងអញ្ចឹងនៅក្នុងតំបន់ស្រុកស្ទងខាងភូមិស្ពានក្រុងយើងគឺងាយស្រួលមែនតើបាទការធ្វើដំណើរទៅទន្លេសាបគឺយើងអាចចតទូកចតកណូតនៅខាងក្រោយផ្ទះបានហើយវិលត្រឡប់មកការលើកទ្រូរបស់យើងបាទឃើញថាទ្រូរបស់យើងទី3ចុងក្រោយនេះក៏រហែកដែរហើយឃើញថាក្តាមគឺចេញអស់ហើយកូនត្រីក៏អត់មានដែរបាទបានតែឆ្លូញតាមក្បាលគាត់អញ្ចឹងយើងនឹងធ្វើការសាទ្រូយកទៅជួសជុលបាទហើយដើមដែលខ្ញុំដកមកពីក្រោមទឹកហ្នឹងគឺជាប្រភេទបន្លែបាទយើងធ្វើអន្លក់បានហូបជាមួយទឹកគ្រឿងបាទផ្អកចិញ្ច្រាំឬក៏ប្រហុកចិញ្ច្រាំឬក៏ប្រហុកចំហុយបានយ៉ាងឆ្ងាញ់ដើមនេះបើស្រុកខ្ញុំគាត់ហៅថាដើមចង្វាទូកប៉ុន្តែអ្នកស្រុកផ្សេងខ្ញុំមិនដឹងថាហៅថាឈ្មោះអីដែរទេហើយនេះគឺជាការប្រមូលលទ្ធផលរបស់យើងបន្ទាប់ពីលើកទ្រូកង្កែបលើកទ្រូប្រុស100គឺឃើញថាយើងទទួលបានត្រីល្អជាមួយនឹងកង្កែបជាច្រើនផងដែរអរគុណសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់ហើយកុំភ្លេច follow ដើម្បីទទួលបានវីដេអូថ្មីៗអរគុណ